Winner O ឬក៏ Winner X ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយក3ចំណុចមកបង្ហាញអ្នកទាំងអស់គ្នាចំណុចទី1ដែលខ្ញុំនឹងលើកយកមកបរិយាយនោះគឺការ design ដោយម៉ូតូទាំងពីរនេះសុទ្ធតែមានការ design កាត់ទៅរកបងធំរបស់វាដែលជាត្រកូលអ្នកប្រយុទ្ធនៅលើទីលានប្រណាំងនោះគឺ Honda CBR Series ប៉ុន្តែ Winner O ត្រូវបានរចនាឡើងវិញថ្មីទាំងស្រុងដែលយើងហៅថា The All New Design មើលទៅកាន់តែ sporty ដោយភ្លើងបំភ្លឺផ្លូវរបស់វាស្រដៀងទៅនឹងភ្លើងភ្លឺផ្លូវរបស់ Honda CBR 1000 Triple R 5 Blade រួមជាមួយនឹងការបន្ថែមតែពណ៌អក្សរ O ដែលតំណាងឲ្យពាក្យ racing ទៀតនោះរឹតតែទាញចំណាប់អារម្មណ៍របស់យើងឲ្យកាន់តែចង់ប៉ះស្ទាបនិងជាពិសេសទិញមកលេងគ្រឿងថែមទឹកគ្រាន់សាច់រំលាងនៅតាមដងផ្លូវនាពេលចុងសប្តាហ៍ចំណុចទី2គឺម៉ាស៊ីនម៉ូតូទាំងពីរនេះបានបំពាក់ម៉ាស៊ីនដែលមានកម្លាំងដូចគ្នាតែខុសគ្នាតើដូចគ្នាយ៉ាងម៉េចខុសគ្នាយ៉ាងម៉េចអូនទាំងពីរនេះត្រូវបានក្រុមហ៊ុន Honda បំពាក់ម៉ាស៊ីនជាប្រភេទ DOAC មានដំណើរការដូចគ្នាប៉ុន្តែ Honda Winner O ត្រូវបានបំពាក់ម៉ាស៊ីនស៊េរីថ្មីជាប្រភេទ KC46E ម៉ាស៊ីននេះខុសពីម៉ាស៊ីន K56 ដែលបំពាក់នៅលើ Honda Winner XV4 ដែលវាត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Honda វៀតណាមពីម៉ាស៊ីន K56 ធ្វើឲ្យម៉ាស៊ីនថ្មីនេះមានភាពស្មូតនៅក្នុងការបង្កើនល្បឿនកាត់បន្ថយលំញ័រនិងងាយស្រួលក្នុងការបញ្ចូលលេខជាងជំនាន់មុនវាមិនខុសគ្នាខ្លាំងណាស់ណាប៉ុន្មានទេពីម៉ាស៊ីន K56 ដែលបំពាក់នៅលើ Honda Winner XV4 ប៉ុន្តែអ្វីដែលខុសគ្នាខ្លាំងនោះគឺកម្រិតស៊ីសាំងដោយម៉ាស៊ីនថ្មីនេះមានកម្រិតស៊ីសាំងរហូតដល់ 2.59 លីត្រក្នុង100គីឡូម៉ែត្រចំណែក Winner XV4 ចំណាយត្រឹមតែ 1.91 លីត្រប៉ុណ្ណោះក្នុង100គីឡូម៉ែត្រចំណុចទី3គឺបច្ចេកវិទ្យាម៉ូតូទាំងពីរនេះបំពាក់បច្ចេកវិទ្យាប្រហាក់ប្រហែលគ្នារួមមានអេក្រង់ LCD មុខងារសាកថ្មទូរស័ព្ទសោ Smart Key ប្រព័ន្ធហ្វ្រាំងដែលមានមុខងារ ABS ជាដើមសរុបមកកូនកាត់ជប៉ុនវៀតណាមទាំងពីរនេះសុទ្ធតែមានការ design ស្អាតយ៉ាងម្នាក់ដោយ Winner XV4 មានការ design បែប martial and sporty ចំណែកឯ Winner O មានការ design slick and sporty អញ្ចឹងតើគួរជ្រើសរើសមួយណាសម្រាប់ខ្ញុំ Honda Winner XV4 នៅតែល្អនៅក្នុងឆ្នាំ2025នេះប៉ុន្តែបើបងប្អូនមានថវិកាគ្រប់គ្រាន់មានលទ្ធភាពគួរជ្រើសរើសមួយណាតាមចិត្តស្រឡាញ់របស់អ្នកទាំងអស់គ្នាហើយទាំងនេះជាអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាជាពិសេស fan Honda Winner តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរអំពីការលើកឡើងលើនេះខ្ញុំបាទ Mr. Moto សូមអរគុណសូមជម្រាបលាបាយបាយ